ចាសួស្តីបងប្អូនអរគ្នានៅក្នុងថ្ងៃនេះផងដែរខ្ញុំមកបង្ហាញអំពីរបៀបនៅក្នុងការប្រើជាមួយនឹងសាប៊ូទឹកប៊ិចចាមានភាពងាយស្រួលមែនតើចង់ដឹងថាតើពណ៌នេះកក់ឲ្យទៅលើកម្រិតសក់ទី7ទី8ទី9ទី10ចេញពណ៌ស្អាតបែបណាលឿនបែបណាតោះទៅមើលទាំងអស់គ្នាចានេះគឺជាសាប៊ូទឹកប៊ិចបងប្អូនទាំងអស់គ្នាប្រើទៅលើកម្រិតសក់ទី7ទី8ទី9ទី10បងប្អូននឹងទទួលបានជាមួយនឹងពណ៌សក់គឺខុសៗគ្នាតាមរយៈ level សក់ហើយនឹងពន្លឺសក់អូខេអញ្ចឹងរបៀបប្រើបងប្អូនចាក់សាប៊ូនៅលើដៃអញ្ចឹងមកអូខេហើយបន្ទាប់មកបងប្អូនញីលើដុំសក់អញ្ចឹងនេះដុំទី7ចាកម្រិតសក់ទី7ចាខ្ញុំធ្វើការដាក់មួយចាហើយនេះទី8ហើយយើងមានដុំទី9ហើយនឹងកម្រិតសក់ទី10ចាអញ្ចឹងនៅ4កម្រិតហ្នឹងបងប្អូនចាំមើលថាពណ៌ចេញមកគឺវាមានសភាពមួយគឺខុសគ្នាដោយសារអីដោយសារពន្លឺសក់ហើយនឹងកម្រិតសក់ចាវិធីប្រើអត់ពិបាកឯងបងគ្រាន់តែលាបញីវាលាបលើតសៃសក់ហើយយើងទុករយៈពេលត្រឹមតែថាទៅយើងញីភ្លាមវាចេញភ្លាមហើយអញ្ចឹងសភាពសាប៊ូនេះគឺយើងប្រើពេលរយៈពេលប្រហែលជាយ៉ាងយូរ10នាទីបងចាយូរបំផុត10នាទីឲ្យម៉ូលេគុលពណ៌តោងជាប់នៅក្នុងតសៃសក់នឹងបានយូរអញ្ចឹងណាចាអញ្ចឹងយើងអាចប្រើពីចន្លោះកក់ភ្លាមវាចាប់ដើមប្រែពណ៌អញ្ចឹងតាក់ទងជាមួយនឹងយើងចង់ថែមតិចច្រើនខ្វះខាតទៅយើងថែមតាមដុំសក់យើងជាក់ស្ដែងចានេះគឺជាលទ្ធផលនៅក្នុងការកក់ជាមួយសាប៊ូទឹកប៊ិចបងប្អូនណា level 7គឺនេះគឺជាពណ៌សក់ដែលយើងកក់លើ level 7ចាពណ៌ level 8 level 9 level 10ចាគឺគ្រប់ពណ៌គឺវាចេញខុសគ្នាតាមរយៈកម្រិតសក់អូខេអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញពណ៌សក់គឺថាស្អាតអែមមែនតើហើយលឿន10នាទីបានលទ្ធផលអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បានជាមួយនឹងសាប៊ូកក់ទឹកប៊ិចអូខេបងប្អូនរួចរាល់នៅក្នុងការតម្លាក់ comment promotion ពិសេសជូនបងៗណា1 10 $5យក3 10 $10អូខេ